បាត់មុខប្រចិត្តម៉ានថ្ងៃបងប្អូននេះវ៉ាឈឺថ្មិញបងប្អូនអូយម៉ានថ្ងៃហ្នឹងឈឺថ្មិញទៅកើស៊ីថ្មិញដេកលក់ស៊ីគុំកើតហើយមកពេទ្យថ្មិញនេះហើយមករកកាត់សក់ក្រែងរកវាបាត់ឈឺហើយមានបាត់ឈឺស្អីអត់ឈឺលឺដើមអូយចង់មិនថាគុំលេងជាមួយអាសត្វថ្មិញនេះឈឺអាក្រក់ណាអូយរៀងហើយនិយាយត្រង់បងប្អូន25ឆ្នាំណាមិនដែលចូលពេទ្យថ្មិញទេឲ្យលើកនេះទឹមឈឺខ្លាំងមកគុំមកពេទ្យនេះមកពេទ្យការ៉េទៀតមានខ្មែរយើងបកប្រែហើយគេពិនិត្យមើលមិនណាយហើយពេទ្យនឹងភ្ញាក់ផ្អើលណាលេងម៉ែខូចឡើង3 4តបោណាចឹងឡើង5 6 10គ្រាប់បងប្អូននេះចាំមិនដាក់រូបឲ្យមើលនេះវីដេអូនឹងផ្ដាំទៅកូនក្មេងហើយជាពិសេស fan ពុចិត្តតែទូចាស់កុំស៊ីស្កគ្រាប់អាក្មួយហាមយ៉ាត់ឈឺដូចចិត្តនេះអាឈឺណាស់ទូរស័ព្ទដៃស្រីតូចចំណាប់មានទទួលទិញនិងលក់ទូរស័ព្ទដៃគ្រប់ប្រភេទមានទិញដាច់និងបង់រំលោះអាចវាយដូរបានគ្រប់ស៊េរីជាទីទុកចិត្តនិងទំនុកចិត្តខ្ពស់ហើយក៏ចេញពីពេទ្យហ្នឹងឃ្លានពេកមករនអីហូបបងប្អូនអាពេលព្រឹកហ្នឹងមានស៊ីស្អីអត់ហ៊ានស៊ីមកពីផ្ទះហូបតែបាយហើយដល់ឡើងមកម៉ាន់10បាយថ្ងៃត្រង់អត់មានអីស៊ីទេមានតែថាអត់ហ៊ានស៊ីខ្លាចពេទ្យគេលាងថ្មិញទៅឃើញអាចថ្មិញខ្មាស់ពេទ្យដល់ពេលយ៉ាងទៅគាត់អត់ហ៊ានស៊ីហើយដល់ពេលពេទ្យទ្រាំតែគេធ្វើឲ្យលេងម៉ោង7:02ណាបងប្អូនអាមនុស្សហេវចង្ឡាប់នេះហើយក៏ដើរចេញពីពេទ្យមករននំអីហូបបងប្អូនហើយក៏ដើរនេះជួបនំហាងខ្មែរយើងនៅសុវត្ថិបងប្អូនលក់នំប្រពៃណីខ្មែរយើងនំសោមនំគមហើយនំអីគេអានេះគេហៅរបៀបហ្នឹងណានំចាក់កាចាន់ណាបងប្អូនហើយអានេះវិញនំរបៀបដូចបាញ់ជំនឿតែមិនបាញ់ជំនឿអានេះគេហៅខាងខ្ញុំគេហៅនំចាក់ចុលនំប្រកបស្ករបងប្អូនហើយក៏ហេវពេកដាក់នំចាក់ចុលមកប្រអប់បងប្អូនមកប្រអប់នេះ10000វា$7ណាមកប្រអប់ហ្នឹងហូប3 4នាក់អូបើនិយាយហ៊ូជាតិវិញដល់បេះហ្មងឆ្ងាញ់បងប្អូនដូចនំចាក់ចុលនេះគេហៅខាងខ្ញុំនំប្រកបស្ករខ្ញុំចូលចិត្តបានមកការនៅតូចអីមកអាសាធ្វើឲ្យហូបនំបាញ់ជំនឿអីហ្នឹងហើយនឹងបាយត្រៀបបាយត្រៀបគាត់អាសាធ្វើការនៅតូចពេលមកដល់ការ៉េនេះរំលឹកអតីតកាលបងប្អូននំពីរហ្នឹងសំណប់ចិត្តទៅនេះហើយបាយត្រៀបរបស់គាត់ហ្នឹងគាត់ដាក់សាច់ខ្នោដាក់ទៅញ៉ាំទៅមានឆ្ងាញ់បងប្អូនខ្ញុំធ្លាប់ហូបនំសមគាត់ដែរនេះការហ្នឹងឲ្យមិត្តភក្តិគាត់ទិញមកឲ្យហើយសមរបស់គាត់ខុសពីគេហ្មងចំពោះសាច់អង្គុយឡើងពណ៌បៃតងបងប្អូនហើយស្នូនិយាយថាស្នូធ្លាប់តែហូបយើងស្នូសមជ្រូកមានតែស្នូសាច់ជ្រូកហើយនឹងសណ្ដែកទេហើយចំពោះសមគាត់វិញដាក់ស្នូសណ្ដែកហើយសាច់ជ្រូកអាពងមាន់ប្រៃពងទាពងមាន់អាគេយកក្រហមហើយនឹងគ្រឿងផ្សំផ្សេងដាក់ចូលច្រើនមុខ5ដល់ពេលអញ្ចឹងអត់ទេមានអីចំណារសជាតិវាប្លែកម្យ៉ាងដែរអញ្ចឹងណាឆ្ងាញ់តើហើយនិយាយនេះមិនប្រម៉ូទមិនអីទេគឺយើងគ្រាន់តែផលិតផលនំខ្មែរយើងទាំងអស់គ្នាណាអញ្ចឹងបងប្អូនចង់ញ៉ាំអីបងប្អូនមិនបាច់ឆាតទេមកខ្ញុំទេខ្ញុំអត់មានលក់ទេណាជាក់ហើយទៅទិញកន្លែងគាត់ទៅនៅស៊ូវ៉ុនហើយសម្រាប់បងប្អូនយើងដែលគាត់ចង់បានទូរស័ព្ទថ្មីមកទឹកវាយដូរបងលួសបើកស៊ីមជាប់ឡាញអីណាបងប្អូនអាចរកបាននៅហាងទូរស័ព្ទដៃស្រីតូចចំណាប់នៅប្រទេសកូរ៉េបានហើយចំពោះទីតាំងហាងវិញគឺស្ថិតនៅតំបន់031ខាងចង្ប៊ូយ៉កផ្សារក្រោមដីច្រកលេខ3-3បងប្អូនទៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យបានជួបប្រចិត្តទេជួបអាយដលចិត្តស្គាល់អត់តារា3ចង់ជួបទៅបើអត់ចង់ជួបឆាតទៅផេកស៊ីតូចចំណាប់លក់ទូរស័ព្ទដៃនៅក្នុងប្រទេសកូរ៉េនេះក៏បានដែរ